mà chắc tiếc còn ban lư sầm rải bạn dùng rồi hai chia bạn cặp hói mưa tới thả cặp trở lâm bạn thưa cả bạn dùng sải bạn pro cặp trong khi ai về chun nơi bạn cặp mà mặt tèm đong bạn nâng mà nẹt tiết rong rồi bua ở cái chân co bà bạn đa rong rồi bua thun bạn chun tới sự quân đại mà tì pet ở bali xạ xúa bàn đăng thà cặp trở lâm bàไอ้ยกบุญเนี่ยแต่กลับนั่งกูกดโยมแต่ดองกันกลับให้กดโยมแต่ mẹ ดอง đăng bia cặp tế tái bia lư giống bờ nhom nhẹ làng máu khi mình được đi là năng hay năng สุดท้ายนี้ไอ้เจ้าบอล គ្នាឯងគ្នាគាត់ចឹងមានតែគាត់កាប់ច្រឡំគ្នាឯងបាទ ខ្លួនnó hay có ba nên nè kẹo pi xăm rải muôi bòn bờ tai bờ kẹo ơi bờ kẹo muôi hay xăm rải muôi nâng ọt miên chia mấy bòn hay bờ kẹo đại bó cho nông phấy nâng bàn miên chia mà nông về លឺថាកាប់នឹងកាប់ច្រឡំគ្នាឯងអូន គ្នាឯងបង แล้วก็จะไม่ได้การก็เลย កូនពៅខ្ញុំមិនអាចទៅលើបើដាក់ម្ដាយទេបងប្អូនក៏មិនអាចទៅលើបើដែរអើយអោបថាម្ដាយ ถ้าใครก็เล็กบ้านเลยไม่เนาะ ទៅលេងបាល់អូនក៏ទៅលេងបាល់ខ្ញុំនឹកឃើញកូនក៏អាយសម្លៀកបំពាក់មិនស្អាតទៅជាប់ពាក្យគេស្អែកនឹងខ្ញុំខំទៅទិញក៏អាយឲ្យកូនស្លៀកឲ្យចូលគេចុះសុខចិត្តអត់បណ្ណាក៏ដោយក៏ខ្ញុំទៅទិញដោយកូនមកដល់ឡោម៉ៅឲ្យពណ៌ខ្មៅខ្ញុំចង់បានទេពណ៌ដៃវែងខ្ញុំក៏ទៅទិញដៃវែងយកទៅដោគេដើម្បីកូនកូនមិនទាន់បានស្លៀកបងកូនស្លាប់បាត់ហើយប្រិមត្តជនបាទមានករណីបាទកាប់ដាច់ក្បាលមាត់តែម្ដងបាទនឹងម្នាក់ទៀតរងរបួសកញ្ចឹងកបាទបន្ទាប់ពីធ្វើការកាប់ហ្នឹងគឺកាប់នៅចំណុចខាងមុខយកក្បាលជិះយកមកបោះចោលចំណុចខាងនេះប្រិមត្តជនបង្កមានការភ្ញាក់ផ្អើលតែម្ដងនៅបាទភូមិសំរោងបាទស្រុកខៀនស្វាយខេត្តកណ្ដាលរាជធានីភ្នំពេញបាទនេះគឺបរិវេណកន្លែងទីតាំងដែលសមត្ថកិច្ចធ្វើការឡោមព័ទ្ធបាទព្រោះក្បាលយកមកចោលនៅចំណុចខាងក្រៅនេះតែម្ដងបាទហើយតាមប្រភពព័ត៌មានទទួលបានហ្នឹងគឺកាប់ច្រឡំបាទមិត្តភ័ក្តិកាប់មិត្តភ័ក្តិបាទហើយចំពោះជនដៃដល់ជាឃាតករនោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការខកខ្លួនបានជាបន្តបន្ទាប់ឲ្យប្រជាជនធ្វើការស្រាវជ្រាវសួរនាំពាក់ព័ន្ធក្នុងរឿងនេះតើនៅសេសសល់ប្រមាណអ្នកទៀតចំពោះករណីបពុធ្វើសកម្មភាពកាប់នេះប្រជាជនពិតជាសាហាវប្រិយស័យមែនទែនបាទតាមការបញ្ជាក់និងការសួរនាំពីសមត្ថកិច្ចគឺបឋមហ្នឹងគឺថាកាប់ច្រឡំមនុស្សបាទប្រជាជនកាប់បណ្ដាលឲ្យដាច់ក្បាលតែម្ដងបាទសាហាវប្រិយស័យតែម្ដងប្រជាជនហើយកាប់នៅលបួនកាប់ហ្នឹងគឺកាប់ដាច់ក្បាលអ្នកក្រោយបាទលបួនក្បិតបាទប្រខៈហ្នឹងគឺមិនទាន់អស់ត្រូវចំកញ្ចឹងកបាទអ្នកដឹកម្នាក់ទៀតបណ្ដាលឲ្យរយះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាទតាមការបញ្ជាក់នេះគឺទីតាំងខាងលើនេះគឺនៅចំណុចបាទផ្លូវជាតិលេខ1ព្រះបញ្ជនផ្លូវជាតិលេខ1ស្ថានភាពជនក្បាលនៅចំណុចនៅកន្លែង